បើជាព្រាយខ្លាសង្គ្រប់ពួកឯងបានពីលើហើយពួកឯងគិតថាអាចរស់ដែរជាស្អីគេទៅអាម៉ៅជាអកុសលពេលដែលអ្នកភូមិបានទៅដល់ក៏ឃើញសភាពសាកសពត្រូវសត្វខ្លាខំហែកស៊ីដោយសភាពសាហាវឃោឃៅយើងមកមិនទាន់ទេចូលអ្នកទាំងអស់គ្នាជួយគ្នាម្ដាយមីជើងចាត់ចែងសាកសពនេះឲ្យបានល្អផងរួចក៏បានសូត្រនៅមន្តគាថារបស់គាត់ហើយក៏បានប្រាប់ឲ្យនាយសៅយកកំបិតស្ទៀតនោះទៅចាក់នៅនឹងដីចំនៅកណ្ដាលផ្ទះរបស់តានឹមបន្តិចក្រោយមកសំឡេងសម្រែកនោះក៏ស្រាប់តែបដូរពីសំឡេងមនុស្សប្រែទៅជាសំឡេងសត្វខ្លាស្រែកគួរឲ្យខ្លាចវាលឿនណាស់បាញ់វាមិនត្រូវទេម៉ៅនិងអ៊ំជៀនក៏បានសូត្រដាស់នៅសត្វអាគមរបស់គាត់រៀងខ្លួនតែម្ដងហើយគ្រាន់តែចេញមកភ្លាមការចាប់ដើមប្រយុទ្ធគ្នាក៏បានលាន់សំឡេងសន្ធឹកបូករួមនឹងសម្រែកដ៏គួរឲ្យខ្លាចនេះជាទិដ្ឋភាពភូមិមួយដាច់ស្រយាលដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជាក្នុងខេត្តរតនគិរីដែលពោរពេញទៅដោយដើមឈើតូចធំដុះកាត់ចែកផ្ទះរបស់អ្នកភូមិធ្វើរំលងឆ្ងាយពីគ្នារបៀបជាផ្ទះឈើបែបបុរាណលាយឡំនឹងផ្ទះរបស់បងប្អូនជនជាតិភាគតិចដែលរស់នៅសឹងតែមើលទៅក៏ដូចជាប្រជាជនខ្មែរទូទៅហើយប្រជាជននៅតំបន់នេះក៏មានទំនៀមទម្លាប់ដូនតាបែបជំនឿរៀងខ្លួនតែភាគច្រើននៅតំបន់នេះអ្នកភូមិបានមានជំនឿជឿទៅលើអ្នកតាក្រហមដែលពួកគេមានជំនឿថាជាអ្នកតាដែលមានបរិវារជាសត្វក្រពើយ៉ាងធំមួយក្បាលដែលរស់នៅអូរធំមួយក្បែរជើងភ្នំដែលអ្នកស្រុកអ្នកភូមិតែងតែយកសត្វចិញ្ចឹមដូចជាគោក្របីទៅផឹកទឹកនៅទីនោះហើយពួកគេក៏បានសង់ខ្ទមដែលមានរូបសំណាកលោកតាក្រហមនៅទីនោះនិងគោរពបូជាផងដែរហើយលើពីនេះទៅទៀតគេក៏តែងតែមានចាស់ព្រឹទ្ធាចារ្យជាអ្នកចាត់ចែងរៀបចំពិធីសែនព្រេនផងដែរហើយគាត់គឺជាតានឹមគាត់ជាគ្រូមន្តអាគមដែលចេះផ្សំថ្នាំបុរាណសម្រាប់ជួយព្យាបាលជំងឺអ្នកភូមិតាមបែបបុរាណនិងចេះរៀបចំពិធីសែនព្រេនឬក៏បណ្ដេញខ្មោចព្រាយដែលបានចូលសន្ធិដ្ឋអ្នកភូមិនិងជួយដោះទុក្ខធុរៈអ្នកភូមិតាមសមត្ថភាពរបស់គាត់ដែលអាចជួយបានប៉ុន្តែតានឹមនេះក៏តែងតែត្រូវបានអ្នកភូមិសង្ស័យទៅលើគាត់គឺថាឲ្យតែមានអ្នកចំណូលថ្មីដែលគេជាអ្នកចេះនឹងមន្តអាគមដែរនោះក៏តែងតែត្រូវបានចាក់ចេញពីភូមិដោយមិនមានមូលហេតុហើយអ្នកខ្លះទៀតក៏បានបាត់បង់ជីវិតបន្ទាប់ពីរស់នៅក្នុងភូមិនេះមិនបានប៉ុន្មានខែផងមូលហេតុនេះហើយទើបអ្នកភូមិតែងតែដាក់ការសង្ស័យទៅលើគាត់ថាបានប្រើអំពើខ្មៅទៅសម្លាប់គ្រូអាគមទាំងអស់នោះប៉ុន្តែនេះក៏គ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះត្បិតតែដូច្នេះមែនក៏ប៉ុន្តែនៅក្នុងភូមិក៏មិនដែលមានរឿងរ៉ាវអ្វីកើតឡើងអាក្រក់នោះទេឮថាថ្ងៃនេះពួកឯងចូលព្រៃតែហេតុអីក៏ថ្ងៃហើយមិនឃើញមានអ្នកណាទៅបែបនេះឮថាថ្ងៃនេះពួកឯងចូលព្រៃតែហេតុអីក៏ថ្ងៃហើយមិនឃើញមានអ្នកណាទៅបែបនេះអូគឺអាសៅនឹងណាពុកវាថាព្រឹកឡើងវារវល់ប៉ុន្តែវាថាឲ្យចាំវាផងវាទៅដែរទើបពួកខ្ញុំសម្រេចថាទៅពេលថ្ងៃវិញអារឿងចូលព្រៃនេះណាពួកឯងចេញទៅពេលថ្ងៃបែបនេះទម្រាំទៅទាំងដល់វាល្ងាចទៅហើយទៅរកសត្វឯណាទាន់អូមិនអីទេពុកពួកខ្ញុំមានកន្លែងពួកខ្ញុំហើយសម្បូរសត្វណាស់ពេលយប់មិនខ្វះទេសត្វដើរកន្លែងម្ដុំព្រៃនោះណាមួយឲ្យពួកខ្ញុំទៅចោលអាសៅយ៉ាងម៉េចបើចូលព្រៃជាមួយគ្នាតែរហូតហើយមែនហើយឬវាប្រាប់ថាបងប្អូនវាមកលេងហើយជាមិត្តភក្តិរបស់ឪពុកវាហើយជាគ្រូអាគមទៀតផង
គឺមកជួយងប់ដីឡើងផ្ទះថ្មីឲ្យបងស្រីវានោះឯងឬវាប្រាប់បែបនេះឬថាគ្រូអាគមបែបនេះខ្លាចតែទៅនឹមទៅរករឿងទៀតទេតានេះអាក្រក់ណាស់កុំទៅប៉ះពាល់គេបើមិនដឹងច្បាស់នោះកុំចេះតែនិយាយប្រយ័ត្ននាំរឿងដាក់ខ្លួនធ្វើតែកិច្ចការពួកឯងទៅនៅពេលដែលអ្នកទាំង3កំពុងតែនិយាយគ្នានោះក៏ស្រាប់តែនាយសៅគេក៏បានដើរមកដល់និងបានរៀបចំសម្ភារៈក្នុងការចូលប្រមាញ់ដូចជារាល់ដងរួចជាស្រេចហើយថ្ងៃដដែលនោះអ្នកទាំង3ក៏បានរៀបចំចាក់ចេញទៅទាំងថ្ងៃតែម្ដងតែពេលដែលពួកគេកំពុងតែរៀបចំចេញទៅនោះក៏ស្រាប់តែអ៊ំយ៉តដែលជាឪពុកនាយរិទ្ធនិយាយផ្ដែផ្ដាំទៅកាន់ពួកគេដោយទឹកមុខមាំដូចជាមានរឿងអ្វីលាក់បាំងដូច្នេះឯងហើយអ្វីដែលគាត់ផ្ដែផ្ដាំនោះក៏គឺជាពាក្យដែលពួកគេតែងតែឮគ្រប់ពេលដដែលពេលដែលពួកគេចូលទៅព្រៃនោះឯងពុកផ្ដាំហើយផ្ដាំទៀតណាទោះបីជារោគសត្វបានច្រើនឬមិនបានក៏ដោយដាច់ខាតមិនត្រូវត្រឡប់មកផ្ទះវិញទាំងយប់នោះទេចាំព្រឹកចាំត្រឡប់មកវិញពេលនោះអ្នកទាំង3ក៏បានធ្វើដំណើរចេញទៅដោយមិនយកចិត្តទុកដាក់ស្ដាប់ទៅកាន់សម្ដីអ៊ំយ៉តនោះទេព្រោះនេះក៏ជាពាក្យផ្ដែផ្ដាំដែលពួកគេឮឡើងសមត្រជាទៅហើយគ្រប់ពេលដែលព្រានព្រៃវ័យក្មេងទាំង3នេះចេញទៅប្រមាញ់សត្វនៅក្នុងព្រៃហើយអ្នកទាំង3នេះក៏ជាអ្នកចូលព្រៃយ៉ាងស្ទាត់ជំនាញរាប់ឆ្នាំណាស់មកហើយដែរឆ្ងល់ពុកឯងណារិទ្ធគាត់ផ្ដែផ្ដាំដដែលដូចជាមានរឿងអីអាចកំបាំងអញ្ចឹងនៅផ្ទះគាត់មានតែនិយាយរឿងអីប្រាប់ឯងឬអត់ហើយឯងទៅខ្វល់អីសម្ដីគាត់នោះគ្មានស្អីទេគាត់គ្រាន់តែនិយាយបែបបារម្ភពីពួកយើងធម្មតានោះឯងហើយឯងទៅខ្វល់អីសម្ដីគាត់នោះគ្មានស្អីទេគាត់គ្រាន់តែនិយាយបែបបារម្ភពីពួកយើងធម្មតានោះឯងអ្នកទាំង3ដើរបណ្ដើរនិយាយគ្នាបណ្ដើរនិងសំដៅទៅរកកន្លែងធ្នាក់ចាស់ដែលពួកគេធ្លាប់បានបោះរួចពីមុននិងជាកន្លែងដែលសម្បូរសត្វព្រៃឆ្លងកាត់ទោះបីជាពួកគេធ្លាប់បាញ់សត្វជាច្រើនដងនៅកន្លែងដដែលនោះក៏ដោយនៅពេលដែលពួកគេកំពុងតែដើរនោះក៏ស្រាប់តែពួកគេបានប្រទះឃើញសាកសពសត្វដេកងាប់នៅក្បែរនោះជុំសត្វស្អីខំស៊ីវានឹងអីក៏មានសភាពអាក្រក់បែបនេះអាចថាជាឆ្កែចចកទេដឹងព្រោះមើលទៅមានសភាពខំហែកមានស្នាមចង្កូមនិងទាំងក្រញាំទៀតផងបើឆ្កែចចកវាខំស៊ីទាំងអស់បាត់ទៅហើយវាមិនទុកបែបនឹងទេហើយមើលទៅដូចជាងាប់យប់មិញនេះទេសត្វនេះនោះពួកឯងនៅវេកញែកដល់ណាទៀតមេងឹតឥឡូវហើយចាប់ប្រញាប់ទៅពេលនោះពួកគេក៏មិនបានខ្វាយខ្វល់នឹងសាច់សត្វដែលងាប់នោះទេព្រោះថានេះគឺជាទម្លាប់នឹងដំណំទៅហើយសម្រាប់ព្រានព្រៃគឺគេមិនយកសាច់សត្វដែលបានស្លាប់ដោយសារការខំហែកស៊ីដោយសត្វសាហាវឬអ្វីមួយដែលមិនដឹងប្រភពច្បាស់លាស់យកមកហូបនោះឡើយរំលងបានប៉ុន្មានម៉ោងក្រោយមកអ្នកទាំង3ក៏បានទៅដល់កន្លែងធ្នាក់ចាស់របស់ពួកគេដែលនៅទីនោះក៏មានកំបិតផ្គាក់របស់ពួកគេដែលបានទុកពីមុននិងមានមែកឈើងាប់សម្រាប់បង្កាត់ភ្លើងរួចជាស្រេចទៅហើយដែលងាយស្រួលសម្រាប់ពួកគេគ្រាន់តែរកមែកឈើងាប់បន្ថែមតិចតួចតែប៉ុណ្ណោះហើយល្ងាចនោះពួកគេក៏បានហូបបាយដែលបានវេចខ្ចប់មកពីផ្ទះរៀងៗខ្លួនហើយក៏សំងំត្រៀមចាំប្រមាញ់សត្វដែលដើរឆ្លងកាត់នៅម្ដុំព្រៃនេះ